សូមអនុមោទនាបុណ្យមាឃបូជាបុណ្យមាឃបូជាប្រារព្ធធ្វើឡើងដើម្បីនឹករលឹកឃើញនៅបុព្វហេតុទាំង3យ៉ាងដែលបានកើតឡើងកាលពីសម័យពុទ្ធកាលទី1គឺជាថ្ងៃដែលព្រះពុទ្ធអង្គទ្រង់បានប្រារព្ធធ្វើចតុរង្គសន្និបាតទី2ជាថ្ងៃដែលព្រះពុទ្ធអង្គទ្រង់បានសម្ដែងព្រះឱវាទបតិមោក្ខទី3ជាថ្ងៃដែលព្រះពុទ្ធអង្គទ្រង់បានដាក់ប្រជន្មាយុសង្ខារដើម្បីបរិនិព្វានសូមអនុមោទនា